ថ្ងៃនេះអត់បានកាត់វីដេអូពីការធ្វើម្ហូបអីទេបងចាតែបានខ្យល់ល្អយកមកស្ងោរទឹកដូងញ៉ាំម្ដងណាសម្រាប់ខ្យល់បងជួយចិត្តធ្វើបែបមិនដែរសម្រាប់ខ្ញុំផ្ទាល់ចាឲ្យតែបានខ្យល់ដឹងតែយកមកស្ងោរទឹកដូងចេះគឺថាផ្អែមឆ្ងាញ់ណាស់បងអើយហើយខ្ញុំអត់មានដាក់អីដាក់តែដុំស៊ុបម្ដងហើយនឹងគ្រឿងកាត់ឆ្កាបទេមានម្ដេងក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសអីចឹងមកចាគ្រាន់តែដាក់មកពុះចាខ្យល់របស់យើងឆ្អិនតែម្ដងនិយាយពីថាយកមកជ្រលក់ជាមួយនឹងទឹកត្រីកោះកុងក៏បានចាជាមួយនឹងទឹកម្រេចក៏បានដែរបងអើយជាតិឆ្ងាញ់ដូចគ្នាពិសេសបានជាមួយនឹងខ្យងស្រែអូយសាច់ណែនល្អតែម្ដងណាបងទាំងអស់គ្នាឲ្យតែទិញបានគឺដឹងតែយកមកស្ងោរទឹកដូងហើយព្រោះអីស្ងោរទឹកដូងបែបនេះណាបងគឺថាផ្អែមឆ្ងាញ់តែម្ដងអញ្ចឹងបងបានខ្យងកុំភ្លេចណាសាលបងស្ងោរទឹកដូងដូចខ្ញុំបានយើងស្ងោរទឹកធម្មតាក៏បានដែរគ្រាន់ថាវាអត់សូវឆ្ងាញ់អត់សូវជាតិដូចទឹកដូងបែបនេះណាបងដាក់ទឹកដូងបែបនេះគឺថាសាច់របស់វាផ្អែមខ្លាំងតែម្ដងគឺកាន់តែជាតិចានេះបងអើយសាច់ល្អណាស់ចាយកមកឆ្កឹះញ៉ាំជាមួយនឹងទឹកម្រេចក៏បានជាមួយនឹងទឹកប្រេងខ្យងទឹកប្រេងខ្យងទឹកត្រីកោះកុងបងអូយកាន់តែជាតិហ្មងចាល្ងាចនេះគឺថាអត់ធ្វើម្ហូបអីញ៉ាំទេចាញ៉ាំតែខ្យងលេងនឹងឯងយកមកចំហុយទឹកដូងបែបនេះហើយយើងយកទៅអាំងបន្ថែមម្ដងទៀតសោយទឹកត្រីពីលើក៏កាន់តែឆ្ងាញ់ដែរបងតែខ្ញុំអត់ទេគ្រាន់តែស្ងោរទឹកដូងហើយយកមកញ៉ាំតែម្ដងអូយជាតិឆ្ងាញ់ណាស់ចឹងបងបានខ្យងកុំភ្លេចយកមកស្ងោរទឹកដូងញ៉ាំណាឆ្ងាញ់ណាស់ណាចាសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងអរគុណច្រើនកុំភ្លេចសាកល្បងធ្វើរសជាតិគឺថាអូយឆ្ងាញ់មែនតើ